ព័ត៌មានប្រចាំថ្ងៃនាំមកជូនដោយវិទ្យុស្ត្រី FM 102និងគេហទំព័រថ្មីៗ .com ឧបត្ថម្ភដោយ Princola សញ្ញាពេងនេះលាបរឹតបំបត្តិអាការៈឈឺចុកចាប់សូមជម្រាបសួរនាងកញ្ញាលោកស្រីដែលកំពុងស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុស្ត្រី FM 102ទាំងអស់ជាទីគោរពរាប់អាននេះខ្ញុំសាយពិសីជាអ្នករៀបចំកម្មវិធីព័ត៌មានរយៈពេល1ម៉ោងសម្រាប់ថ្ងៃច័ន្ទទី6ខែមេសាឆ្នាំ2015នេះមានមេត្តាសំខាន់ដូចតទៅនាយករដ្ឋមន្ត្រីអំពាវនាវកុំឲ្យម្ចាស់រថយន្តឈ្នួលដំឡើងថ្លៃនាពេលចូលឆ្នាំលោកកៅរេមីថាបរដ្ឋាភិបាលផ្ដាច់ការហេតុអ្វីមាន NGO ច្រើនរាប់ពាន់លោកផៃស៊ីផានប្រតិកម្មលើមតិរិះគន់ជុំវិញខ្លោងទ្វារអង្គរសង្គ្រាមនិងព្រឹត្តិការណ៍អន្តរជាតិលោកអូបាម៉ាគាំទ្រកិច្ចព្រមព្រៀងអ៊ីរ៉ាក់តែប្រកាសការពារអ៊ីស្រាអែលលោកស្រីអ្នកនាងកញ្ញាតទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាជាងផ្ដើមព័ត៌មានជាតិដោយនិយាយអំពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវដដែលឲ្យម្ចាស់រថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃឈ្នួលក្នុងពេលបុណ្យចូលឆ្នាំលោកហ៊ុនសែនសង្កត់ធ្ងន់ថាសូមអ្នករត់តាក់ស៊ីអ្នករត់ឡានកុំដំឡើងថ្លៃនេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីក្នុងពិធីសម្ពោធស្ពានអ្នកលឿងនៅថ្ងៃច័ន្ទទី6ខែមេសានេះជាងនេះទៅទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដើម្បីជ្រាបច្បាស់សូមស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនប៉ុន្តែយ៉ាងណាក៏ដោយអំពាវនាវជាពិសេសក្នុងពេលចូលឆ្នាំខ្មែរនេះអំពាវនាវឲ្យគោរពចរាចរណ៍ច្បាប់ចរាចរណ៍បើកបរឲ្យមានការប្រុងប្រយ័ត្នហើយក៏អំពាវនាវទុកជាមុនដែរចំពោះអ្នករត់តាក់ស៊ីអ្នករត់ឡានរត់ឈ្នួលទាំងប្រមាណកុំតម្លើងថ្លៃដើម្បីឲ្យប្រជាពលរដ្ឋឲ្យកម្មការនីរបស់យើងអាចធ្វើដំណើរទៅលេងកម្សាន្តនៅកន្លែងនេះកន្លែងនោះសូម5អ្នកតាក់ស៊ីកុំឡើងថ្លៃប៉ុន្តែយ៉ាងណាក៏ដោយគឺអ្នកធ្វើដំណើរតាមស្ពានអ្នកលឿងមិនត្រូវបានបង់ប្រាក់ទៀតទេហើយក៏មិនស្ទះចរាចរណ៍ដែរអញ្ចឹងទេមិត្តជប៉ុនបានផ្ដល់មួយថ្ងៃឆ្លងម្ដងបានផ្ដល់លុយឲ្យអ្នកឆ្លងប្រមាណនោះគិតតាមឡានតូចឡានធំស្អីៗនេះហ្នឹងអាហ្នឹងគឺថាជប៉ុនបានជួយណារាជរដ្ឋាភិបាលកម្ពុជាបានជួយជាមួយនឹងជប៉ុនព្រោះបានថវិកាបដិភាគជាមួយនឹងជប៉ុនផងដែរតាក់ទងទៅនឹងពិធីសម្ពោធស្ពានអ្នកលឿងកាលពីព្រឹកមិញនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានលើកឡើងទៀតថាស្របពេលដែលស្រឡាំងអ្នកលឿងនឹងឈប់ដំណើរការចាប់ពីពេលនេះតទៅនៅពេលដែលមានស្ពានថ្មីនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហាញក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្រឡាំងអ្នកលឿងចាស់ដែលបានចម្លងប្រជាពលរដ្ឋអស់រយៈពេល36ឆ្នាំមកនេះលោកហ៊ុនសែនបានអំពាវនាវឲ្យប្រជាពលរដ្ឋកុំឲ្យភ្លេចគុណស្រឡាំងចាស់លោកសង្កត់ធ្ងន់ថាកុំបានថ្មីចោលចាស់ត្រូវនឹកគុណអាចាស់នឹងហើយដែលនាំយើងឲ្យមានអាថ្មីកុំភ្លេចអាចាស់បើទោះបីជាយ៉ាងណាយើងប្រើវាបាន36ឆ្នាំមកហើយសូមស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដូចតទៅប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដល់ទីបញ្ចប់នៃជីវិតអ្នករត់ស្លាកនៅអ្នកលឿងហើយប៉ុន្តែខ្ញុំប្រកាសណាខ្ញុំសូមយកឱកាសនេះបន្តិចដើម្បីនិយាយពីតួនាទីស្លាកកុំបានចាស់កុំបានថ្មីចោលចាស់ត្រូវនឹកគុណអាចាស់នឹងហើយដែលនាំយើងឲ្យបានអាថ្មីកុំភ្លេចអាចាស់ណាអាចាស់បើទោះបីថាយ៉ាងម៉េចក៏ដោយប្រើវាបាន36ឆ្នាំជាងហើយដែលយើងប្រើវាបានហើយធ្វើឲ្យប្រជាជនតាំងពីក្រ 100% ធ្លាក់អត្រានៃភាពក្រីក្រមកនៅត្រឹមតែ 18% ទេចំណូលដែលនៅក្នុងឆ្នាំ2000ចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់មានត្រឹមតែជាង$200ទេអញ្ចឹងទេខ្ញុំប្រកាសណាខ្ញុំអាចនិយាយដោយមោទនភាពថា36ឆ្នាំកន្លងផុតទៅនេះកំពុងសាឡាងអ្នកលឿងមិនបានលិចសាឡាងណាមួយដែលធ្វើឲ្យប្រជាជនស្លាប់ទេខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះវីរភាពនៃថ្នាក់ដឹកនាំកម្មការនីបុគ្គលិកនៅកំពង់សាឡាងទាំងអស់ជាពិសេសនៅកំពង់សាឡាងនៅលឿងនេះឯង
យើងងាកមកបញ្ហារដ្ឋាភិបាលនិងសង្គមស៊ីវិលកំពុងឆ្លើយតបពាក្យសម្ដីរិះគន់គ្នាស្ដីអំពីសេចក្តីព្រាងច្បាប់គ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលលោកនាយករដ្ឋមន្ត្រីប្រកាសគ្រងអនុម័តដោយរដ្ឋាភិបាលនៅក្នុងខែឧសភាក្រោយនេះនៅពេលដែលតំណាងសង្គមស៊ីវិលចោទប្រកាន់រដ្ឋាភិបាលថាកំពុងរឹតបន្តឹងសេរីភាពសង្គមស៊ីវិលមន្ត្រីរដ្ឋាភិបាលក៏ប្រតិកម្មវិញថាការចងក្រងសេចក្តីព្រាងច្បាប់គ្រប់គ្រងសង្គមស៊ីវិលគឺជារឿងស្របច្បាប់ហើយថាកម្ពុជាក៏មិនបានធ្វើខុសពីប្រទេសនានាក្នុងតំបន់ឡើយព័ត៌មានលម្អិតរាយការណ៍ដោយធឿនបញ្ញរិទ្ធប្រតិកម្មប្រឆាំងរដ្ឋាភិបាលដែលគ្រងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនៅខែឧសភាក្រោយនេះបានតម្រូវឲ្យមន្ត្រីរដ្ឋាភិបាលឆ្លើយតបបន្ទាន់លោកនីចរិយាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកបានអធិប្បាយប្រាប់វិទ្យុអាស៊ីសេរីថាការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិលនេះបង្ហាញអំពីការគ្រប់គ្រងបែបផ្ដាច់ការនៃរដ្ឋាភិបាលបច្ចុប្បន្ននោះត្រូវបានលោកកៅរេមីរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានរិះគន់វិញថានេះជាការអធិប្បាយបែបអនាធិបតេយ្យហើយការអធិប្បាយរបស់សង្គមស៊ីវិលមកលើរដ្ឋាភិបាលនេះមានលក្ខណៈបះបោរនិងប្រមាថលោកកៅរេមីបន្ថែមទៀតថានៅជុំវិញកម្ពុជាប្រទេសណាក៏មានច្បាប់គ្រប់គ្រង NGO ដែរហើយខ្លឹមសារមាត្រាទី42នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបកនយោបាយប៉ុន្តែសិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់បើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលដដែលការគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់អង្គការសង្គមស៊ីវិលគឺជារឿងចាំបាច់មួយដែលត្រូវមានចែងនៅក្នុងសេចក្តីព្រាងច្បាប់ដ៏ចម្រុងចម្រាស់នេះលោកកៅរេមីបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះមិនមែនសម្រាប់តែកម្ពុជាតែមួយទេតែវានឹងជួយដល់ការថែរក្សាសន្តិសុខជាតិនិងសន្តិសុខក្នុងតំបន់ដើម្បីប្រឆាំងអំពើភេរវកម្មតំណាងសង្គមស៊ីវិលបានប្រតិកម្មយ៉ាងខ្លាំងប្រឆាំងគម្រោងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនខ្លួនឯងផ្ទាល់ធ្លាប់បានប្រកាសនាថ្ងៃអាទិត្យទី5មេសាថារដ្ឋាភិបាលរបស់លោកនឹងអនុម័តសេចក្តីព្រាងច្បាប់នេះនៅក្នុងខែឧសភាមុននឹងបញ្ជូនទៅរដ្ឋសភាពីខ្ញុំធឿនបញ្ញរិទ្ធសារព័ត៌មានថ្មីៗ .com ព័ត៌មានប្រចាំថ្ងៃនាំមកជូនដោយវិទ្យុស្ត្រី FM 102និងគេហទំព័រថ្មីៗ .com លោកអ្នកស្ដាប់ជាទីមេត្រីជាងាកមកនិយាយអំពីខ្លោងទ្វារអង្គរសង្ក្រាន្តវិញម្ដងនៅថ្ងៃច័ន្ទទី6ខែមេសានេះមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជាលោកផៃស៊ីផានបានរិះគន់ចំពោះមតិរបស់អ្នករិះគន់ពីការធ្វើខ្លោងទ្វារអង្គរសង្ក្រាន្តថាមានលក្ខណៈបែបចិនវៀតណាមលោកផៃស៊ីផានថាការរិះគន់នេះជាការកេងចំណេញផ្នែកនយោបាយពីសកម្មជនបកប្រឆាំងតែប៉ុណ្ណោះការរិះគន់របស់លោកផៃស៊ីផានធ្វើឡើងតាមរយៈ Facebook ផ្លូវការផ្ទាល់របស់អង្គភាពប្រតិកម្មរហ័សដោយលោកផៃស៊ីផានបានសរសេរថាអង្គរសង្ក្រាន្តជាពិធីបុណ្យជាតិតំណាងឲ្យប្រពៃណីវប្បធម៌ខ្មែរដ៏រុងរឿងរៀបចំឡើងក្នុងគោលបំណងថែរក្សានិងផ្សព្វផ្សាយវប្បធម៌ខ្មែរដោយបានគង់វង្សនិងរុងរឿងតែអកុសលត្រូវបានបង្កឲ្យមានភាពល្អកកដោយសារតែភាពអគតិរបស់មនុស្សមួយចំនួននិងការញុះញង់កេងចំណេញនយោបាយពីសកម្មជនបកប្រឆាំងលោកបានសរសេរបន្តទៀតថាបើយើងស្រឡាញ់វប្បធម៌ខ្មែរស្រឡាញ់ការសាមគ្គីជាតិគោរពការទទួលខុសត្រូវរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនគួរប្រឆាំងគ្រាន់តែរឿងខ្លោងទ្វារនេះទេព្រោះថាខ្លោងទ្វារដែលយកតាមរចនាបទបែបខ្មែរពិតសូមបកចិត្តឲ្យទលាយមើលផ្លូវល្អផងកុំយកគំនិតប្រកាន់ពូជសាសន៍រើសអើងវប្បធម៌មកដាក់ខ្លួនរឿងដែលអាម៉ាស់គឺមិនស្គាល់វប្បធម៌របស់ខ្លួនហើយបែរជាលើកដំកើងថាវប្បធម៌បរទេសសូមមេត្តាបញ្ឈប់នៅគំនិតអគតិនេះដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យសម្រាប់យើងទាំងអស់គ្នានិងមុខមាត់របស់ជាតិយើងងាកមកកម្មវិធីសប្បុរសធម៌ដែលជាកម្មវិធីបង្ហាញម្ហូបអាហារខ្មែរឯនោះវិញដែលរៀបចំដោយអង្គការភាពនិយមនៃកូម៉ាដែលទើបតែនឹងបញ្ចប់កាលពីពេលថ្មីនេះដោយជាការរំពឹងទុកថវិកាចំនួន$45,000ត្រូវបានអង្គការស្នាមញញឹមនៃកូម៉ាហៅកាត់ថា PSE ទទួលបានក្រោយពីអង្គការនេះបានរៀបចំពិធីបង្ហាញម្ហូបអាហារខ្មែរបែបប្រពៃណីចំនួន70មុខដើម្បីស្វែងរកថវិកាផ្គត់ផ្គង់អាហារ 10,000 ពេលដល់កុមារក្រីក្រព័ត៌មានពិស្ដារាយការណ៍ដោយកៅសុខាថវិកាប្រមាណ$45,000សហរដ្ឋអាមេរិកដែលអង្គការ PSE ទទួលបានពីការលក់សម្បត្តិនិងបានពីការលក់ម្ហូបអាហារក្នុងឱកាសពិធីបង្ហាញម្ហូបអាហារបែបប្រពៃណីខ្មែរចំនួន70មុខគឺដោយតាមការរំពឹងទុកមែនការគ្រោងទុកគឺដើម្បីស្វែងរកថវិកាផ្គត់ផ្គង់អាហារចំនួន 10,000 ពេលដល់កុមារក្រីក្រដែលអង្គការធ្វើការគ្របដណ្ដប់ចំនួន3ខេត្តក្រុងគឺក្នុងខេត្តសៀមរាបព្រះសីហនុ
និងនៅរាជធានីភ្នំពេញនេះបើយោងតាមការឲ្យដឹងពីលោកប៉ិនសារពេជ្រប្រធានអង្គការ PSE សូមរំលឹកបន្តិចថាម្ហូបអាហារប្រពៃណីខ្មែរចំនួន70មុខដែលជាម្ហូបប្រចាំតំបន់មកពីខេត្តក្រុងនានាចំនួន19នៅកម្ពុជាដែលត្រូវបានដាក់បង្ហាញដល់សាធារណជនរយៈពេល2ថ្ងៃកាលពីរាត្រីថ្ងៃទី3ខែមេសានៅឯពហុកីឡដ្ឋានជាតិអូឡ িম্প ិកកន្លងទៅលោកប៉ិនសារពេជ្រប្រធានអង្គការស្នាមញញឹមនៃកុមារ PSE បានប្រាប់វិទ្យុស្ត្រីថាកត្តាដែលជំរុញឲ្យអង្គការទទួលបានថវិកាដោយការរំពឹងទុកបែបនេះក៏ព្រោះតែមានការផ្សព្វផ្សាយច្រើនចំណែកឯភ្ញៀវដែលបានចូលរួមវិញក៏មានការគាំទ្រច្រើនចំពោះម្ហូបអាហារដែលអង្គការបានដាក់បង្ហាញមិនតែប៉ុណ្ណោះលោកសង្កេតឃើញថាភ្ញៀវភាគច្រើនដែលបានចូលរួមហាក់មានសកម្មភាពសប្បុរសធម៌ច្រើនជាងការមកជាលក្ខណៈកម្សាន្តព្រោះថាអ្នកដែលបានចូលរួមបានចាប់អារម្មណ៍ជួយទិញសម្ភារៈដែលជាស្នាដៃរបស់កុមារកំព្រាក្រីក្រច្រើនប្រធានអង្គការរូបនេះបន្តថាអង្គការក៏មានគម្រោងរៀបចំឲ្យមានជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នៅក្នុងកំឡុងខែវិច្ឆិកាខាងមុខការផ្ដួចផ្ដើមឲ្យមានព្រឹត្តិការណ៍បែបនេះឡើងគឺដើម្បីគៀងគររកថវិកាពីការលក់សម្បត្តិទៅជួយឧបត្ថម្ភដល់ការសិក្សារបស់កុមារក្រីក្រទាំងនោះផងដែរសូមបញ្ជាក់ជូនថាថវិកាដែលអង្គការស្នាមញញឹមនៃកុមារទទួលបានពីការលក់សម្បត្តិនិងលក់ម្ហូបបានចំនួនសរុបប្រមាណ$45,000សហរដ្ឋអាមេរិកដែលថវិកាប្រមូលបាននេះគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អាហារបរិភោគដល់កុមារក្រីក្រចំនួន10,000ពេលដោយតាមការគ្រោងទុកតាមការបញ្ជាក់របស់ប្រធានអង្គការ PSE បានឲ្យដឹងថាគឺទឹកប្រាក់ប្រមាណ$1,500រៀលដែលអង្គការបានចំណាយលើការបរិភោគរបស់កុមារម្នាក់ក្នុងមួយពេលពីខ្ញុំបាទកៅសុខាវិទ្យុស្រី FM 102ចំណែកឯបញ្ហាដីធ្លីឯនោះវិញពលរដ្ឋស្រុកឈូកខេត្តកំពតជាង500គ្រួសារប្រឆាំងដាច់ខាតការបោះបង្គោលលើដីរបស់ពួកគេអាជ្ញាធរចំនួន2ឡានបានចុះបោះបង្គោលព្រំលើដីប្រជាពលរដ្ឋប្រមាណ500គ្រួសារស្ថិតនៅឃុំដែកជោអភិវឌ្ឍស្រុកឈូកខេត្តកំពតដើម្បីយកដីនោះធ្វើជាដីសម្បត្តិសង្គមគិច្ចឲ្យយោធិនចូលនិវត្តន៍នៅព្រឹកថ្ងៃច័ន្ទនេះប៉ុន្តែបង្គោលព្រំទាំងនោះត្រូវបានប្រជាពលរដ្ឋដកចេញភ្លាមពីដីរបស់ពួកគេភាពចម្រូងចម្រាសនេះមិនបានធ្វើឲ្យមានការប៉ះទង្គិចគ្នានោះឡើយរាយការណ៍ព័ត៌មានពិស្ដារដោយធូវិរៈកងកម្លាំងប្រដាប់អាវុធចម្រុះមានគ្នាប្រមាណ20នាក់បានបោះបង្គោលឈើលើក្បាលដីរបស់ប្រជាពលរដ្ឋដើម្បីយកដីនោះទុកចែកឲ្យយោធិនចូលនិវត្តន៍ប្រមាណ240គ្រួសារអាជ្ញាធរបានចោទអ្នករស់នៅក្នុងឃុំដែកជោអភិវឌ្ឍស្រុកឈូកខេត្តកំពតថាបានរស់នៅខុសច្បាប់លើដីបំរុងទុករបស់រដ្ឋប៉ុន្តែអ្នកភូមិអះអាងថាពួកគាត់បានរស់នៅនិងកាន់កាប់ដីនោះមុនគម្រោងរបស់រដ្ឋពលគឺគម្រោងរបស់រដ្ឋទើបនឹងបង្កើតនៅក្នុងកំឡុងឆ្នាំ2011ប៉ុណ្ណោះនេះបើយោងតាមការបញ្ជាក់ពីពលរដ្ឋរងគ្រោះម្នាក់គឺលោកច័ន្ទថងនៅតែចាំខាត់ដំណើរគេថាខ្ញុំឲ្យធ្វើអញ្ចឹងខ្ញុំអស់ដីហើយលោកឲ្យទៅក្រុមហ៊ុនរាប់ពាន់ហិកតារីឯលោកឯងយកទៅលក់ឲ្យគេធ្វើជាការថ្វាយធ្វើជាការម្រេចរះតែគ្មានដីមែននេះលោកឯងមិនក៏មិនចេញប្លង់ឲ្យហើយបើមានដីបំរុងបោះរត់ទុកឲ្យយោធិននឹងមិនឲ្យទៅនងទៅចាំបាច់ដោះដូរអីឥឡូវដល់ជើងភ្នំហើយមានអីរត់ទៀតក្មួយអស់ហើយលោកបន្ថែមទៀតថាអាជ្ញាធរបានដកថយទៅវិញបន្ទាប់ពីមានអ្នកភូមិរាប់រយនាក់បានចេញមកប្រឆាំងនឹងការបោះបង្គោលនោះតាក់ទងនឹងបញ្ហានេះវិទ្យុស្ត្រីមិនអាចសុំការបំភ្លឺពីលោកហេងវុធាអភិបាលរងខេត្តកំពតបានភ្លាមនោះទេនៅរសៀលថ្ងៃច័ន្ទនេះប៉ុន្តែលោកមានប្រសាសន៍កាលពីម្សិលមិញថាអាជ្ញាធរមានដីសម្រាប់ដោះដូរឲ្យប្រជាពលរដ្ឋដែលរងគ្រោះនោះដែរគឺស្ថិតនៅក្បែរភូមិដែកជោអភិវឌ្ឍស្រុកឈូកខេត្តកំពតប៉ុន្តែលោកមិនបានបញ្ជាក់ពីទីតាំងនិងចំនួនទំហំដីពិតប្រាកដនោះទេអត់ទេមានដីដោះស្រាយគាត់ដែរដីគាត់ក៏មានដីហ្នឹងគេត្រៀមសម្រាប់នេះពីមុនយូរហើយដល់ចិត្តគ្នាហើយហ្នឹងដល់មួយគ្នាដីហ្នឹងដោះស្រាយទៅគាត់ថាវាខុសប្លង់មកគេពីមុនមកខាងនគរដែនដីជំនាញនគរដែនដីកោរូនីកម្មគេដោះស្រាយដីសម្រាប់មន្ត្រីដែលចូលសោធននិវត្តន៍ហ្នឹងមាន240គ្រួសារចំណែកឯមេឃុំដែលចូលអភិវឌ្ឍលោកជុំសឿនមានប្រសាសន៍ថាដីដែលប្រជាពលរដ្ឋនោះមានចំនួនជាង1000ហិកតានិងប្រមាណ500គ្រួសារដែលអាជ្ញាធរគ្រោងនឹងយកដីនោះធ្វើជាដីសម្បត្តិសង្គមគិច្ចចែកឲ្យយោធិនចូលនិវត្តន៍មេឃុំរូបនេះបន្តថាលោកគ្មានលទ្ធភាពអាចជួយអ្នកភូមិបានទេលោកបានត្រឹមតែជួយសម្របសម្រួលតែប៉ុណ្ណោះឥឡូវបងឲ្យខ្ញុំជួយមិនខ្ញុំជួយទៅខ្លួនឯងជួយទាំងរួយផងឥឡូវនឹងស្លាប់ជើងមកខាងតែមកខាងលើកទាំងមុនទាំងរួយផងហ្នឹងហើយបងខ្លួនឯងវិញនិយាយមកការទៀតហើយនឹងជួយមិនខ្ញុំចេះតែជួយសម្របសម្រួលទៅក្រមប្រជាពលរដ្ឋបានឲ្យដឹងថាពួកគេបានមករស់នៅលើដីនោះតាំងពីឆ្នាំ1986មកម្លេះនិងមានដាំដំណាំដូងនិងខ្នុរថែមទៀតលើសពីនោះទៅទៀតដីដែលពួកគេកំពុងរស់នៅនោះមានការទទួលស្គាល់ពីអតីតមេភូមិចាស់ទៀតផងពីខ្ញុំធូវិរៈវិទ្យុស្ត្រី FM 102
នាងកញ្ញាលោកស្រីដែលកំពុងស្ដាប់វិទ្យុស្ត្រីជាទីមេត្រីតទៅនេះនាងខ្ញុំសូមជូនព័ត៌មានអន្តរជាតិជាងផ្ដើមព័ត៌មានអន្តរជាតិដោយនិយាយអំពីសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឲ្យភាគីមហាអំណាចនិងអ៊ីរ៉ង់អាចសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរបឋមមួយកាលពីពេលថ្មីកន្លងទៅប៉ុន្តែកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់រងការរិះគន់ខ្លាំងពីអ៊ីស្រាអែលជាសម្ព័ន្ធមិត្តអាមេរិកផងហើយអ៊ីស្រាអែលចាត់ទុកកិច្ចព្រមព្រៀងជាកំហុសឆ្គងជាប្រវត្តិសាស្ត្រមួយនិងជាការគំរាមកំហែងសន្តិសុខអ៊ីស្រាអែលផងចំណែកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានប្រកាសពីជំហរគាំទ្រកិច្ចព្រមព្រៀងប៉ុន្តែលោកបានបញ្ជាក់ថារដ្ឋាភិបាលអាមេរិកបដិញ្ញាការពារអ៊ីស្រាអែលពីការគំរាមកំហែងសន្តិសុខនោះព័ត៌មានពុស្ដារាយការណ៍ដោយរឿនភិរុនកិច្ចព្រមព្រៀងបឋមរវាងមហាអំណាច6និងអ៊ីរ៉ង់បានចេញជារូបរាងជាផ្លូវការកាលពីសប្តាហ៍មុនក្រោយភាគីទាំងអស់បានចំណាយពេលវេលាលើសពី1សប្តាហ៍ដើម្បីពិភាក្សានិងចរចាគ្នាកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរនេះបានជំរុញឲ្យភាគីពាក់ព័ន្ធស្វែងយល់គ្នាបានយ៉ាងច្បាស់ហើយក៏បានបើកផ្លូវឲ្យភាគីទាំងអស់អាចបន្តកិច្ចចរចាគ្នាទៅមុខបានផងដែរយ៉ាងណាក៏ដោយរដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញការខឹងសម្បារនិងតេស្តទានការសម្រេចរបស់មហាអំណាចទាំង5និងសហរដ្ឋអាមេរិកដែលសុខចិត្តបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់អ៊ីស្រាអែលបានប្រមានថាកិច្ចព្រមព្រៀងដែលបង្កើតឡើងកន្លងទៅនេះជាកំហុសឆ្គងប្រវត្តិសាស្ត្រដែលបើកផ្លូវដល់អ៊ីរ៉ង់ឲ្យបង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរដោយស្របច្បាប់ក្រោយមានការរិះគន់ពីសំណាក់ប្រមុខរដ្ឋាភិបាលក្រុងយេរូសាឡឹមប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់អូបាម៉ាបានថ្លែងថាលោកពិតជាយល់និងគោរពរាល់គោលជំហរនិងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកប៊ែនចាមីននេតាន់យ៉ាហ៊ូពីព្រោះថាអ៊ីស្រាអែលធ្លាប់រងទុក្ខវេទនានិងរងការគំរាមកំហែងជាច្រើនលើកច្រើនសារមកហើយក្រោយក៏កើតរដ្ឋមកជានិច្ចកាលអ៊ីស្រាអែលតែងចោទប្រកាន់អ៊ីរ៉ង់ថាព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរហើយអ៊ីរ៉ង់នេះមិនអាចទុកចិត្តបានឡើយប៉ុន្តែលោកអូបាម៉ាបានបញ្ជាក់រួចហើយថាលោកចង់ឲ្យមានការសម្រេចនិងការដោះស្រាយបញ្ហានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដោយសន្តិភាពនិងផ្អែកលើការកសាងទំនុកចិត្តគ្នាយ៉ាងណាមិញប្រធានាធិបតីអាមេរិកខាងលើបានសង្កត់ធ្ងន់ថាលោកបដិញ្ញាចិត្តការពារអ៊ីស្រាអែលគ្រប់កលៈទេសៈក្នុងករណីដែលមានការគំរាមកំហែងផ្នែកសន្តិសុខណាមួយនៅពេលខាងមុខជុំវិញការបង្កើតកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរនេះរដ្ឋមន្ត្រីការបរទេសអឺរ៉ុបលោកស្រី Federica Mogherini បានថ្លែងសារទរពីការសម្រេចបានលទ្ធផលផ្លែផ្កាក្រោយការចរចាគ្នារហូតដល់ថ្ងៃទី8កន្លងមកកិច្ចព្រមព្រៀងមួយនេះនឹងជួយឲ្យមហាអំណាចទាំង6អាចជជែកបន្តជាមួយអ៊ីរ៉ង់ដើម្បីបង្កើតកិច្ចព្រមព្រៀងមុនថ្ងៃទី30ខែមិថុនាលោកស្រីប្រមុខការទូតអឺរ៉ុបខាងលើក៏បានបញ្ជាក់ផងដែរថាអាមេរិកនិងអឺរ៉ុបនឹងដកទណ្ឌកម្មនឹងការហុំព័ទ្ធផ្នែកសេដ្ឋកិច្ចអ៊ីរ៉ង់ក្រោយភាគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្ងៃទី30ខែមិថុនានិងក្រោយពេលមានការត្រួតពិនិត្យនិងការតាមដានពីសកម្មភាពនិងការប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងដោយស្ថាប័នថាមពលបរមាណូអន្តរជាតិថែមទៀតពីខ្ញុំរឿនភិរុនសារព័ត៌មានថ្មី .comជាងាកទៅបញ្ហានៅឯស្រីលង្កាឯនោះវិញរដ្ឋាភិបាលនិងស្ថាប័នប្រឆាំងពុករលួយស្រីលង្កាបានប្រកាសថាខ្លួនចាប់ផ្ដើមស៊ើបអង្កេតករណីពុករលួយលើសំណុំរឿងកັບកេងលុយនៅក្នុងក្រុមហ៊ុនអាកាសចររដ្ឋគេអះអាងថាក្រុមហ៊ុនអាកាសចរនោះបានពាក់ព័ន្ធករណីបាត់លុយរដ្ឋរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកហើយអ្វីដែលសំខាន់នោះករណីបាត់លុយកើតឡើងក្នុងពេលប្អូនថ្លៃអតីតប្រធានាធិបតីម៉ាហ៊ីនដារ៉ាភក្សានៅកាន់តំណែងជាប្រធានស្ថាប័ននោះសូមស្ដាប់ព័ត៌មានលម្អិតដោយខនចម្ប៉ារដ្ឋាភិបាលថ្មីស្រីលង្កាបានបញ្ជាឲ្យគណៈកម្មការប្រឆាំងអំពើពុករលួយចាត់ចែងរៀបចំការស៊ើបអង្កេតករណីព្រំប្រទានជំវិញសំណុំរឿងពុករលួយក្នុងស្ថាប័នអាកាសចររដ្ឋករណីពុករលួយខាងលើនេះបានធ្វើឲ្យបាត់បង់លុយរដ្ឋអស់រាប់ពាន់លានដុល្លារអាមេរិកឯណោះហើយករណីនេះបានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនស្រីលង្កាទូទៅបាទតាអ្នកនាំពាក្យនាយករដ្ឋមន្ត្រីស្រីលង្កាក្រុមអ្នកច្បាប់ប្រឆាំងអំពើពុករលួយកំពុងចាប់ផ្ដើមដំណើរការស៊ើបអង្កេតករណីនេះហើយតាមរបាយការណ៍ស៊ើបអង្កេតបឋមរកឃើញថាមានករណីមិនប្រក្រតីក្នុងកិច្ចសន្យាទំហំ 2.3 លានដុល្លារអាមេរិកទិញយន្តហោះ Airbus កាលពីឆ្នាំ2013កិច្ចសន្យាទំហំជាង 2,000 លានដុល្លារដែលបង្កើតឡើងក្នុងឆ្នាំ2013នោះជាកិច្ចសន្យាដែលបញ្ជាទិញយន្តហោះ20គ្រឿងដើម្បីបម្រើការហោះហើរក្នុងក្រុមហ៊ុនរដ្ឋតែម្ដង
យ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលក្រុងកូឡុំបួបានបកស្រាយពីករណីកាប់កេរលុយរដ្ឋនេះប៉ុន្តែគេបញ្ជាក់ច្បាស់ថាករណីពុករលួយនេះមិនពាក់ព័ន្ធអ្វីនឹងក្រុមហ៊ុនយន្តហោះ Airbus ឡើយនេះបញ្ជាក់ថាករណីមិនប្រក្រតីនេះកាត់ឡើងដោយមានជាប់ពាក់ព័ន្ធជាមួយខាងស្ថាប័នអាកាសចរស្រីលង្កាតែប៉ុណ្ណោះសេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថាអ្នកទទួលខុសត្រូវនឹងត្រូវទទួលការកាត់ទោសក្នុងករណីពុករលួយនេះគឺអតីតប្រធានក្រុមហ៊ុនអាកាសចរស្រីលង្កា Wickremesinghe ហើយលោកត្រូវបានគេស្គាល់ថាជាប្អូនថ្លៃរបស់អតីតប្រធានាធិបតីធ្លាក់តំណែងក្រោយការបោះឆ្នោតលោក Mahinda Rajapaksaតែប៉ុន្តែអតីតប្រធានស្ថាប័នអាកាសចរនេះបានសម្រេចលាលែងពីតំណែងភ្លាមក្រោយពេលដែលប្រធានាធិបតីកាន់តំណែងយូរលោក Mahinda Rajapaksa ចាញ់ឆ្នោតយ៉ាងអាម៉ាស់កាលពីខែមករាកន្លងទៅការលាលែងពីតំណែងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេសង្ស័យថាអតីតប្រធានក្រុមហ៊ុនរដ្ឋនេះទំនងជាមានការភ័យខ្លាចចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកក្នុងរឿងកាប់កេរលុយរដ្ឋផងយ៉ាងណាក៏ដោយគេមិនអាចសុំការបំភ្លឺពីអតីតប្រធានក្រុមហ៊ុនអាកាសចររដ្ឋនេះបានឡើយការស៊ើបអង្កេតករណីពុករលួយដើមកើតមានឡើងក្រោយប្រធានាធិបតីលោកព័ត៌មានប្រចាំថ្ងៃនាំមកជូនដោយវិទ្យុស្ត្រី FM 102និងគេហទំព័រថ្មីៗ .com ព័ត៌មានប្រចាំថ្ងៃឧបត្ថម្ភដោយព្រីងកូឡាសញ្ញាពេងនេះលៀបរឹតបំបត្តិអាការៈឈឺជប់ចាប់លោកស្រីអ្នកនាងកញ្ញាអ្នកស្ដាប់វិទ្យុស្ត្រី FM 102ជាទីមេត្រីកម្មវិធីជាបន្តបន្ទាប់ទៅទៀតនេះលោកអ្នកនឹងបានស្ដាប់នីតិបទវិភាគដែលរៀបចំដោយគីសុលឹមស្ដីអំពីគ្រួសារខ្មែរនិងអ្នកជំនួញមួយចំនួនស្រែកដោយសារចំនួនបុណ្យនៅកម្ពុជាច្រើនពេកនីតិព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយសៅផនិស័យថ្ងៃនេះនិស័យនឹងបកស្រាយប្រាប់លោកអ្នកជុំវិញចំនួនប្រដាប់អាវុធយេម៉ែនស្រួលបញ្ចប់បើសិនមហាអំណាចដកដៃចេញនីតិបទសម្ភាសន៍ដែលរៀបចំដោយគីសុលឹមថ្ងៃនេះគេសុកលឹមបានធ្វើបទសម្ភាសន៍ជាមួយនឹងលោកយាយអុចមុចស្ដីអំពីហូបតែក្តាមនិងខ្យងតែមានអាយុជិតដល់100ឆ្នាំនិងមិនមានជំងឺនឹងនីតិបទយកាដែលរៀបចំដោយម៉ៅសំណាងស្ដីអំពីអ្នកលក់ដូរនៅកំពង់ចម្លងអ្នកលឿងបារម្ភពីមុខរបរខណៈស្ពានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅចុងក្រោយនៃកម្មវិធីបើសិនជាមានពេលនាងខ្ញុំនឹងសង្ខេបព័ត៌មានជាតិនិងអន្តរជាតិប្រចាំថ្ងៃសំខាន់ៗឡើងវិញបទវិភាគលោកលោកស្រីអ្នកនាងកញ្ញានៅនីតិបទវិភាគថ្ងៃនេះយើងនិយាយអំពីប្រជាជនខ្មែរមួយចំនួនកំពុងស្ថិតនៅក្នុងគំនាបហិរញ្ញវត្ថុគ្រួសារនិងកាតព្វកិច្ចសង្គមដោយសារតែពិធីបុណ្យមានកាន់តែច្រើនក្នុងនោះមានទាំងបុណ្យខ្មែរនិងបុណ្យបរទេសអ្នកជំនាញសង្គមមួយចំនួនបាននិយាយថាដើម្បីដោះស្រាយបញ្ហានេះប្រជាជនខ្មែរខ្លួនឯងត្រូវតែកាត់បន្ថយការប្រារព្ធពិធីបុណ្យបរទេសមិនចាំបាច់សូមលោកអ្នកស្ដាប់បទវិភាគរបស់គីសុលឹមជុំវិញបញ្ហានេះដូចតទៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះភាពរអ៊ូរទាំទៅលើការចំណាយសម្រាប់ពិធីបុណ្យជាតិនិងអន្តរជាតិត្រូវបានគេលើសូរកាន់តែច្រើនឡើងនិងស្ទើរតែគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាមានមែនការរអ៊ូរទាំពីកញ្ចប់ចំណាយប៉ោងឡើងប៉ុន្តែប្រជាជនខ្មែរមួយចំនួននៅតែបន្តអបអរសាទរពិធីបុណ្យបរទេសមួយចំនួនបន្ថែមទៀតអ្នកជំនាញផ្នែកសង្គមមួយចំនួនបាននិយាយថាប្រទេសកម្ពុជាមានពិធីបុណ្យប្រពៃណីចាំបាច់ខានមិនបានរបស់ខ្លួនច្រើនណាស់ហើយដូចជាពិធីបុណ្យកឋិនពិធីបុណ្យភ្ជុំបិណ្ឌពិធីបុណ្យចូលឆ្នាំខ្មែរពិធីបុណ្យបច្ច័យ4ពិធីបុណ្យដឹងគុណមាតាបិតាពិធីរៀបអាពាហ៍ពិពាហ៍កូនចៅពិធីឡើងគេហដ្ឋានថ្មីពិធីបង្កក់កូនចៅនិងនៅមានពិធីបុណ្យមួយចំនួនផ្សេងទៀតរបស់ខ្មែរដោយមិននិយាយពីពិធីបុណ្យបែបបច្ចឹមប្រទេសអ្នកមានខ្សែស្រឡាយខ្មែរចិនខ្មែរខ្មែរវៀតណាមខ្មែរឬមិនជាប់ខ្សែស្រឡាយក៏ដោយក៏ពួកគេមួយចំនួនត្រូវបង្ខំចិត្តប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះជារៀងរាល់ឆ្នាំដែរជាទូទៅពួកគេត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរផងនិងចូលឆ្នាំចិនផងក្រៅពីពិធីបុណ្យដែលមានស្រាប់តាំងពីជីដូនជីតាមកគេសង្កេតឃើញមានពិធីបុណ្យជាច្រើនបន្ថែមទៀតទើបត្រូវបានប្រជាជនខ្មែរមួយចំនួនប្រតិបត្តិឡើងតាមវប្បធម៌បច្ចឹមប្រទេសពិធីបុណ្យទាំងនោះជារួមមានពិធីបុណ្យនៃក្តីស្រឡាញ់ឬហៅម្យ៉ាងទៀតថាពិធីបុណ្យសង្សារ
ពិធីបុណ្យណូអែលពិធីបុណ្យបំណាច់ឆ្នាំពិធីបុណ្យ Halloween សម្រាប់កុមារលក្ខនឹងលក្ខពិធីបុណ្យទាំងនេះទើបត្រូវបានគេប្រតិបត្តិក្នុងរយៈពេលជាង10ឆ្នាំចុងក្រោយនេះអ្នកជំនួញបរទេសនៅក្នុងប្រទេសកម្ពុជាជារឿយៗធ្លាប់បានត្អូញត្អែពីចំនួនថ្ងៃឈប់សម្រាករបស់ជាតិផ្លូវការនិងមិនផ្លូវការច្រើនពេកដោយសារបញ្ហានេះក្រុមហ៊ុនសហគ្រាសមួយចំនួនពេលខ្លះយឺតយ៉ាវក្នុងការប្រគល់ទំនិញឲ្យទាន់ពេលវេលាបើផ្អែកលើកត្តាធម្មជាតិនិងផ្អែកលើទ្រឹស្ដីសេដ្ឋកិច្ចគេពិតជាអាចនិយាយបានថាពិធីបុណ្យកាន់តែច្រើនអនុញ្ញាតឲ្យមនុស្សសប្បាយកាន់តែខ្លាំងនិងនាំឲ្យមានកំណើនសេដ្ឋកិច្ចច្រើនប៉ុន្តែនៅពេលដែលមានពិធីបុណ្យកាន់តែច្រើនពេលនោះកញ្ចប់ថវិកាគ្រួសារអ្នកមានជីវភាពយ៉ាប់យ៉ឺនកាន់តែស្ងួតទៅនៅក្នុងប្រទេសកម្ពុជាកម្មករកាត់ដេររកប្រាក់ចំណូលបានប្រមាណជាង$100អាមេរិកបុគ្គលិកធ្វើការនៅក្នុងវិស័យឯកជនអាចរកប្រាក់ចំណូលបានពីជាង$200ដល់ជិត$1000អាមេរិកមន្ត្រីរាជការអាចទទួលបានប្រាក់ខែគិតជាមធ្យម$250អាមេរិកប្រាក់ចំណូលមើលទៅគួរសមដែរប៉ុន្តែការចំណាយមានកម្រិតខ្ពស់ពីព្រោះទំនិញនៅលើទីផ្សារមានតម្លៃថ្លៃការចំណាយលើម្ហូបអាហារសម្លៀកបំពាក់ការស្នាក់នៅទឹកភ្លើងគឺជារឿងមួយប៉ុន្តែពេលនេះអ្វីដែលប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងប្រឈមនោះគឺការចំណាយទៅលើពិធីបុណ្យប្រពៃណីរបស់ជាតិបូកបន្ថែមពិធីបុណ្យអន្តរជាតិការមួយរោងគេត្រូវការចំណាយជាមធ្យម$20ហើយនេះមិនទាន់ទាំងគិតពីតម្លៃតុបតែងខ្លួននិងតម្លៃធ្វើដំណើរផងគ្រាន់តែសម្រាប់ពិធីបុណ្យនៃក្តីស្រឡាញ់និងពិធីបុណ្យចូលឆ្នាំចិនកន្លងមកនេះអ្នកខ្លះបានចំណាយលុយកាក់ច្រើន$100ដើម្បីអបអរសាទរពិធីបុណ្យបែបអន្តរជាតិមួយនេះបុណ្យកាន់តែច្រើនការចំណាយកាន់តែខ្ពស់ការចំណាយប្រាក់កាសក្នុងចំនួននេះមិនមានបញ្ហាអ្វីទេសម្រាប់គ្រួសារអ្នកមានជីវភាពធូរធារនោះប៉ុន្តែសម្រាប់គ្រួសារខ្សត់ខ្សោយទឹកប្រាក់នេះមានទំហំធំណាស់សម្រាប់ចិញ្ចឹមជីវិតគ្រួសារប្រចាំថ្ងៃគ្រួសារខ្លះដោយសារតែកាតព្វកិច្ចសង្គមដាក់គំនាបខ្លាំងពេកពួកគេមួយចំនួនសុខចិត្តដេញតុងទីនឬចងការគេដើម្បីយកប្រាក់ទៅចូលរួមពិធីអាពាហ៍ពិពាហ៍អ្នកជំនាញសង្គមនៅក្នុងប្រទេសកម្ពុជាបាននិយាយថាគ្រួសារខ្មែរមួយចំនួនបាននឹងកំពុងស្ថិតនៅក្នុងគំនាបសេដ្ឋកិច្ចនិងកាតព្វកិច្ចសង្គមមានន័យថាប្រសិនបើពួកគេប្រតិបត្តិពិធីបុណ្យមួយចំនួនខ្លាំងពេកពេលនោះពួកគេខ្វះប្រាក់សម្រាប់ចិញ្ចឹមជីវិតគ្រួសារផ្ទុយទៅវិញប្រសិនបើពួកគេមិនគោរពប្រតិបត្តិពិធីបុណ្យប្រពៃណីផ្សេងៗរបស់ខ្មែរពេលនោះពួកគេត្រូវប្រឈមនឹងការស្ដីបន្ទោសពីសង្គមជាពិសេសករណីកិច្ចចូលរួមពិធីអាពាហ៍ពិពាហ៍ជាដើមដូច្នេះដើម្បីកាត់បន្ថយនៅបញ្ហាហិរញ្ញវត្ថុគ្រួសារអ្នកពាក់ព័ន្ធទាំងឡាយត្រូវកាត់បន្ថយពិធីបុណ្យណាដែលមិនមែនជារបស់ខ្មែរ ម្យ៉ាងវិញទៀតអ្នកដែលចូលចិត្តបង្កើតកម្មវិធីគួរបោះបង់ចោលនៅគំនិតបង្កើតពិធីបុណ្យណាដែលគ្មានប្រយោជន៍និងជំរុញឲ្យអ្នកដទៃខាតបង់ផលប្រយោជន៍និងពេលវេលាពីខ្ញុំគីសុលីមសារព័ត៌មានថ្មីៗ .com ព្រឹត្តិការណ៍អន្តរជាតិថ្ងៃនេះនៅនីតិព្រឹត្តិការណ៍អន្តរជាតិថ្ងៃនេះយើងនិយាយអំពីរុស្ស៊ីរងការចោទប្រកាន់ថាជាអ្នកផ្គត់ផ្គង់សភាវុធដល់ក្រុមឧទាមដែលគាំទ្រអ៊ីរ៉ង់និងដែលបានដណ្ដើមអំណាចនៅយេម៉ែនការចោទប្រកាន់នេះកើតឡើងក្រោយពីរុស្ស៊ីស្នើឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីជំរុញឲ្យអារ៉ាប៊ីសាអូឌីតបញ្ឈប់ការទម្លាក់គ្រាប់បែកនៅឯយេម៉ែនប្រឆាំងក្រុមឧទាមហូទីបន្តទៀតនៅក្នុងន័យមនុស្សធម៌ការវាយប្រហារតាមផ្លូវអាកាសរយៈពេលប្រហែលជិត2សប្តាហ៍នេះបានសម្លាប់ប្រជាជនស៊ីវិលច្រើនជាងក្រុមឧទាមហើយប្រជាជនស៊ីវិលជាច្រើនអ្នកកំពុងប្រឈមកង្វះខាតស្បៀងអាហារនិងជម្រកប៉ុន្តែមកទល់ម្សិលមិញនេះក្រុមឧទាមបានប្រកាសចរចាប្រសិនបើអារ៉ាប៊ីសាអូឌីតបញ្ឈប់ការវាយប្រហារនិងដកដៃចេញពីចំនួននយោបាយយេម៉ែនសូមនាងកញ្ញាលោកស្រីស្ដាប់នីតិព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយសាផតនិស័យស្ដីអំពីចំនួនប្រដាប់អាវុធយេម៉ែនស្រួលបញ្ចប់បើសិនមហាអំណាចដកដៃចេញដូចតទៅ
មកទល់ថ្ងៃនេះជាថ្ងៃទី11ហើយដែលអារ៉ាប៊ីសាអូឌីតដឹកនាំកម្លាំងសម្ព័ន្ធមិត្តទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទាមអ៊ីស្លាមនីកាយស៊ីអ៊ីតនៅយេម៉ែនប្រទេសចំនួន4ដែលចូលរួមការវាយប្រហារស្ថិតក្រោមការដឹកនាំរបស់អារ៉ាប៊ីសាអូឌីតក្នុងនោះមានអេស៊ីបសកដានីម៉ារ៉ុកនិងស៊ូដង់ផងមនុស្សជាច្រើនអ្នកដែលភាគច្រើនជាជនស៊ីវិលត្រូវបានគេជឿជាក់ថាស្លាប់ក្នុងការវាយប្រហារនេះបើយកតាមស្ថាប័នសិទ្ធិមនុស្សចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររវាងរដ្ឋអារ៉ាប់និងក្រុមឧទាមដណ្ដើមអំណាចហ៊ូទីបានកើនឡើងរហូតដល់ជាង500នាក់និងរាប់ពាន់អ្នកផ្សេងទៀតរងរបួសផងដែរមនុស្សដេកស្លាប់រនុករណែលតាមដងផ្លូវគួរឲ្យអាសូរចំណែកប្រជាជនភាគច្រើនកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដោយការប្រយុទ្ធគ្នាផងនិងដោយសារកង្វះខាតឱសថប្រើប្រាស់និងស្បៀងអាហារចិញ្ចឹមជីវិតផងបញ្ហាគួរឲ្យបារម្ភបច្ចុប្បន្ននៅយេម៉ែននោះគឺមន្ទីរពេទ្យប្រឈមមុខនឹងកង្វះខាតថ្នាំសង្កូវសម្រាប់ព្យាបាលអ្នករបួសក្នុងការប្រយុទ្ធគ្នាដែលនេះបញ្ជាក់ថាជនរងគ្រោះប្រឈមមុខនឹងការស្លាប់បាត់បង់ជីវិតដោយសារបញ្ហាមួយនេះចំណែកប្រជាជនក្រីក្រជាជនស៊ីវិលយេម៉ែននោះកំពុងស្ថិតនៅក្នុងការលំបាកវេទនាដោយសារពួកគេខ្វះខាតស្បៀងអាហារនិងជំរកស្នាក់នៅដែលមានសុវត្ថិភាពដោយសារបញ្ហានៅយេម៉ែនកាន់តែធ្ងន់ធ្ងរឡើងបេសកជនរុស្ស៊ីប្រចាំក្រុមប្រឹក្សាសន្តិសុខបានស្នើឲ្យមានកិច្ចប្រជុំបន្ទាន់មួយក្នុងក្រុមប្រឹក្សាសន្តិសុខលើបញ្ហាវិបត្តិយេម៉ែនដោយរុស្ស៊ីស្នើឲ្យមានការដាក់សម្ពាធអារ៉ាប៊ីសាអូឌីតឲ្យផ្អាកឬបញ្ឈប់ការវាយប្រហារផ្លូវអាកាសដើម្បីធានាថាប្រជាជនយេម៉ែនអាចរួចផុតពីគ្រោះថ្នាក់និងទទួលបានជំនួយមនុស្សធម៌ពីក្រុមភ្នាក់ងារមនុស្សធម៌អន្តរជាតិទោះបីមានការដង្ហើយហៅឲ្យក្រុមប្រឹក្សាសន្តិសុខដាក់សម្ពាធលើរដ្ឋអារ៉ាប់ឲ្យឈប់ទម្លាក់គ្រាប់បែកក៏ដោយក្រុមប្រឹក្សាសន្តិសុខមិនទាន់ឯកភាពលើសេចក្តីព្រាងដំណោះស្រាយរបស់រុស្ស៊ីនោះទេដោយសារក្រុមរដ្ឋឈូងសមុទ្រពាក់បានស្នើឲ្យមានដំណោះស្រាយដោយឡែកដាក់ទណ្ឌកម្មនិងបិទការនាំចូលសភាវុធរបស់ក្រុមហ៊ូទីផងយ៉ាងណាមិញមិនមែនតែរុស្ស៊ីទេដែលមើលឃើញគ្រោះមហន្តរាយមនុស្សជាតិនៅក្នុងប្រទេសយេម៉ែនព្រោះកាលពីម្សិលមិញនេះដែរភ្នាក់ងារកាកបាទក្រហមអន្តរជាតិបានស្នើឲ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា24ម៉ោងសិនដើម្បីបើកផ្លូវឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលរងគ្រោះខ្លាំងយ៉ាងណាក៏ដោយដំបូងឡើយខាងក្រមសម្ព័ន្ធប្រទេសដែលវាយប្រហារក្រុមឧទាមហ៊ូទីថ្លែងថាជំនួយអាចអនុញ្ញាតឲ្យចូលបានក្នុងកលៈទេសៈសមស្របតែប៉ុណ្ណោះប៉ុន្តែក្រោយមកក៏មានការឯកភាពគ្នាឲ្យមានការបញ្ជូនស្បៀងនិងថ្នាំសង្កូវខ្លះតាមរយៈយន្តហោះ2គ្រឿងតាមពិតទៅរុស្ស៊ីចិនអ៊ីរ៉ង់សុទ្ធតែមានជំហរប្រឆាំងការអន្តរាគមន៍យោធានៅក្នុងប្រទេសយេម៉ែនដែលដឹកនាំដោយរដ្ឋអារ៉ាប៊ីសាអូឌីតប៉ុន្តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តខ្លួនគាំទ្រការអន្តរាគមន៍យោធានេះរដ្ឋអារ៉ាប់និងអង្គការសហប្រជាជាតិចាត់ទុករដ្ឋាភិបាលយេម៉ែនដែលកំពុងនិរទេសថាជារដ្ឋាភិបាលស្របច្បាប់និងចាត់ទុកក្រុមឧទាមហ៊ូទីជាក្រុមប្រឆាំងរដ្ឋាភិបាលនិងបង្កគ្រោះថ្នាក់ដល់ប្រទេសថែមទៀតផងកាលពីប៉ុន្មានថ្ងៃមុនក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រធានាធិបតីធ្លាក់ពីតំណែងអាបេដ្រាបូម៉ាន់ស៊ូហាឌីបានចោទប្រកាន់ក្រុងមូស្គូថារដ្ឋាភិបាលក្រុងមូស្គូបានឆ្លៀតប្រើប្រាស់យុទ្ធនាការជំលះជនជាតិខ្លួននៅយេម៉ែនដើម្បីផ្គត់ផ្គង់អាវុធដល់ក្រុមឧទាមប្រឆាំងរដ្ឋាភិបាលអាវុធយុទ្ធភ័ណ្ឌត្រូវបានគេរៀបចំទុកក្នុងយន្តហោះដឹកអ្នកដំណើរដើម្បីជួយផ្គត់ផ្គង់ដល់ក្រុមឧទាមយ៉ាងណាក៏ដោយរុស្ស៊ីបានទាត់ចោលការចាត់ប្រកាន់នេះដោយបញ្ជាក់ថាខ្លួនមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងយេម៉ែននោះទេប៉ុន្តែរុស្ស៊ីបានថ្លែងបកទៅរដ្ឋមន្ត្រីការបរទេសយេម៉ែនវិញថាការចោទប្រកាន់រុស្ស៊ីគ្មានមូលដ្ឋានច្បាស់លាស់នេះជាការបង្ករឿងនិងជាកង្វះខាតការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាលយេម៉ែនផងរុស្ស៊ីអ៊ីរ៉ង់និងចិនជារឿយៗស្នើឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបញ្ចប់ការលូកលាន់កកកកាយបញ្ហាយេម៉ែនដោយប្រើកម្លាំងទៀតប៉ុន្តែភាគីទាំង3នេះជំរុញឲ្យមានការប្រើការពិភាក្សានិងវិធានការដោះស្រាយជម្លោះដោយសន្តិវិធីជំនួសវិញខណៈពេលដែលមានការអំពាវនាវឲ្យមានការបញ្ចប់ការវាយប្រហារតាមផ្លូវអាកាសរដ្ឋាភិបាលក្រុងរីយ៉ាតបានស្នើសុំចំទៅរដ្ឋាភិបាលក្រុងអ៊ីស្លាមាបាតឲ្យជួយផ្ដល់អន្តរាគមន៍យោធាគាំទ្រខ្លួនដើម្បីប្រឆាំងក្រុមឧទាមហ៊ូទីនៅក្នុងប្រទេសយេម៉ែនផងក្រុងរីយ៉ាតកំពុងប្រឹងទាញមហាអំណាចនុយក្លេអ៊ែរអាស៊ីខាងត្បូងប៉ាគីស្ថានឲ្យចូលប្រឡូកក្នុងសង្គ្រាមអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែនគ្មានអ្វីចម្លែកទេដែលអារ៉ាប៊ីសាអូឌីតស្នើសុំជំនួយពីក្រុងអ៊ីស្លាមាបាតព្រោះភាគច្រើននៃប្រជាជនប៉ាគីស្ថានជាជនជាតិអ៊ីស្លាមប្រកាន់និកាយស៊ូនីដោយរដ្ឋអារ៉ាប់ផ្សេងទៀតដែរហើយប៉ាគីស្ថាននេះដែរក៏ប្រឆាំងក្រុមហ៊ូទីដែលជាក្រុមប្រកាន់និកាយស្អ៊ីតដែរបច្ចុប្បន្នប៉ាគីស្ថានកំពុងជជែកដេញដោលគ្នារឿងអន្តរាគមន៍ក្រោយមានការស្នើពីនាយករដ្ឋមន្ត្រីណាវ៉ាសារ៉ីហ្វប៉ុន្តែការចូលរួមរបស់ប៉ាគីស្ថានមិនមែនជាជំរើសល្អនោះឡើយក្នុងការបញ្ចប់ជម្លោះយេម៉ែនជម្លោះបណ្ដាអាវុធយេម៉ែនលែងជាជម្លោះនយោបាយផ្ទៃក្នុងធម្មតាទៀតហើយប៉ុន្តែវាជាសង្គ្រាមរវាងមហាអំណាច
តំបន់គាំទ្រដោយរដ្ឋអ៊ីស្លាមនិកាយស៊ូនីអារ៉ាប៊ីសាអូឌីតនិងម្ខាងទៀតគាំទ្រដោយរដ្ឋអ៊ីស្លាមប្រកាន់និកាយស៊ីអ៊ីតអ៊ីរ៉ង់ការបញ្ចប់វិបត្តិនៅយេម៉ែនជារឿងស្មុគស្មាញប៉ុន្តែវាទំនងជាមិនលំបាកខ្លាំងទេឬគល់នៃចំនួនផ្ដើមចេញពីការបែងចែកអំណាចក្នុងប្រទេសប៉ុណ្ណោះដូច្នេះដើម្បីអាចបញ្ចប់ចំនួនបានមហាអំណាចដែលនៅពីក្រោយភាគីចំនួនគួរតែដកដៃចេញអនុញ្ញាតឲ្យក្រមឧទាមនិងរដ្ឋាភិបាលលោកហាឌីចរចាគ្នាលើការដឹកនាំនិងចែករំលែកអំណាចទៅវិញទៅផ្ទុយទៅវិញមហាអំណាចពិភពលោកដូចជាសហរដ្ឋអាមេរិកនិងតំបន់ដូចជាអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់និងអង្គការអន្តរជាតិផ្សេងទៀតក្តីត្រូវដាក់សម្ពាធនិងជំរុញឲ្យភាគីចំនួនចូលតុចរចាជាជាងប្រើកម្លាំងប្រឆាំងគ្នាទៅវិញទៅមកសូមបញ្ជាក់ថាបច្ចុប្បន្ននេះក្រមឧទាមបានបង្ហាញជំហរចង់ចរចាជាមួយរដ្ឋាភិបាលហើយកាលណាបើអារ៉ាប៊ីសាអូឌីតឈប់ទម្លាក់គ្រាប់បែកប្រឆាំងនឹងខ្លួនទៀតពីខ្ញុំសាវផននិស័យសារព័ត៌មានថ្មី .comបទសម្ភាសន៍ប្រចាំថ្ងៃយើងងាកមកនីតិបទសម្ភាសន៍ថ្ងៃនេះយើងនិយាយអំពីលោកយាយអ៊ុចមុចរហូតមកដល់ពេលនេះលោកយាយអ៊ុចមុចមានអាយុ91ឆ្នាំនិងមានកូន12នាក់ខណៈពិសេសរបស់ស្ត្រីវ័យចំណាស់រូបនេះគឺថាអ្នកស្រីមិនដែលមានជំងឺធ្ងន់ធ្ងរជាប់ខ្លួនឡើយអ្នកស្រីនិយាយថាគាត់ពិសាតែខ្យងនិងក្តាមតែអ្នកស្រីមានកម្លាំងធ្វើការមិនចេះហត់នឿយស្ថិតនៅក្នុងអាយុ91ឆ្នាំភ្នែកអ្នកស្រីមុចនៅមើលច្បាស់ត្រចៀកស្ដាប់បាននិងមិនវង្វេងស្មារតីអ្វីឡើយដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោកគីសុកលឹមអគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីជាមួយនឹងលោកយាយអ៊ុចមុចអាយុ91ឆ្នាំដូចតទៅជំរាបសួរលោកយាយមុចបានជំរាបសួរចៅលោកយាយមុចគេប្រាប់ខ្ញុំថាលោកយាយមុចឆ្នាំហ្នឹងអាយុ91ឆ្នាំហើយលោកយាយមុចអត់សូវចេះមានជំងឺដង្កាត់អីច្រើនទេចង់ជំរាបសួរថាតាំងពីក្មេងមកដល់អាយុ91ឆ្នាំនេះនៅឆ្នាំហ្នឹងធ្លាប់បានឈឺជំងឺអីខ្លះឬមួយក៏មិនដែលឈឺតែម្ដងខ្ញុំមកឡៅនេះគាត់ថាវេឈ្មោលពោះយើងហូបបាយមិនបានហើយចាស់ទៅវាចេះតែត្រង់ស្អល់ពោះអត់ដែរឈឺតែកើតកូនមកកូនខ្ញុំ2ដណ្ដប់ស្លាប់អស់វាអាប៉ោតហ្នឹងនៅសល់4ប៉ុនកូនច្រើនម៉េចកូនដល់12កូនច្រើនមែនទេច្រើនមែនទេខ្ញុំមានកូនតាំងពីអាយុ7ដប់ខ្ញុំការ6ដប់មិនបានលោកយាយចង់ការលឿនម៉េចដឹងហើយចាស់ពីដើមចង់ការខ្លួនឯងឬមួយម្ដាយចង់រៀបការឲ្យអត់ទេគាត់រៀបការឲ្យខ្ញុំគាត់ថាសួរខ្ញុំថាហើយយកខ្ញុំប្រកាសថាអត់យកបានតាមណែតាមឪមកគាត់ប្រាប់លោកយាយថាម៉េចកាលហ្នឹងបានលោកយាយព្រមរៀបការជាមួយស្វាមីយាយមកស្ដីខ្ញុំមិនប៉ុនប្រមួអីចាយអីគេការយកចឹងដែរហើយខ្ញុំគាត់ឲ្យការខ្ញុំគ្រប់ការឆ្នាំ6 10ចាប់ដើមមានកូនមួយហ្នឹង10កូនមួយឆ្នាំស្លាញ់កូនមួយឆ្នាំម្សាញ់ហ្នឹងគាត់ស្លាប់ឬមួយក៏មិនទាន់ស្លាប់ស្រុកកើតចង្គ្រាមហ្នឹងបើគាត់នៅអាយុប្រហែលជាម៉ានអាយុ7ជាងអីហើយលោកយាយមើលទៅបាត់ចង់8ដែរមិនបានលោកយាយមានកូនដល់ទៅ12ច្រើនមែនទែនហើយមិនកាលហ្នឹងមែនទែនហើយអត់ឈឺតែឈឺកើតអត់មានពេទ្យហើយស្រួលខ្លួននឹងអស់ក្នុងខ្លួនហ្នឹងស្រួលខ្លួនចៅទៅមកឡៅហ្នឹងអត់ដែរឈឺតែកើតកូនមកហើយពេលដែលឆ្លងទលេម្ដងហ្នឹងមានទៅពេទ្យទៅអីត្រឹមត្រូវទេអត់មានពេទ្យទេតាមតែយើងចាស់ពីដើមអត់មានពេទ្យពីណាគេអ្នកជួយបង្កើតហ្នឹងឬមួយក៏កើតដោយខ្លួនឯងគាត់ធ្លាប់អស់ហើយនិយាយមកហ្នឹងពេលដែលឆ្លងទលេម្ដងឆ្មបគាត់ជួយអីខ្លះដល់លោកយាយឬមួយក៏មិនជួយអីច្រើនជួយគាត់តែធ្វើពោះហ្នឹងហើយមានតែជួយអមពោះហ្នឹងទៅមកកើតប្រូតព្រមឡើយមិនឈឺចាប់អីក្នុងហ្នឹងអត់មានបេះអត់មានបោញអីទេហើយបន្ទាប់មកត្រូវលេបថ្នាំលេបអីយ៉ាងម៉េចឲ្យជួយរៀបរាប់ថាកាថ្នាំខ្មែរថាកាកលែងវែកដៃអាហារហ្នឹងហើយបើដល់កូនចាញ់ទឹកដោះតែប៉ុណ្ណឹងចម្លែករឿងលោកយាយអត់ដែលឈឺតាំងពីអាយុនៅក្មេងមកដល់អាយុ91នេះដោយសារលោកយាយធ្វើការរបៀបជាលំហាត់ប្រាណឬមួយក៏ហូបចំណីល្អឬមួយក៏មិនទេធម្មតាស្រុកវិញឡើងមានស្អីមានក្តាមខ្យងហូបដើមខ្យងមានស្អីហូបស្អីមានសាច់ជ្រូកចឹងហូបសំមុខមកអ
អត់ចេះតមអីមួយទេអត់ចេះតមអត់ចេះទាស់ចេះអីកូនពីរដល់អត់មានទាស់ឲ្យផឹកស្អែកទេអីអត់មានគ្រូខ្មែរណាផឹកតែណាលោកយាយមានឆ្ងល់ទេថាហេតុអីបានជាខ្លួនឯងមានអាយុច្រើនយ៉ាងដូចនេះដោយសារលោកយាយធ្វើអំពើល្អទេបាននាំឲ្យលោកយាយអាយុច្រើនឬមួយក៏តាមកម្មផលរបស់ខ្ញុំហ្នឹងដឹងធ្វើម៉េចបើផលខ្ញុំជួបល្អចឹងគេជួបល្អខ្ញុំដែរសម្រាប់មន់សម្រាប់ទាអីបានមួយទេលោកចាប៉ណ្ណោទីចាំកូនហ្នឹងតើវាកាត់អោក្តាមអោខ្ចង់យកមិនស្រទីធម្មតាណាមានថៃចឹងទិញទួយអីទៅពេលដែលកូនមិនទាន់ស្លាប់ទាំង12នាក់ហ្នឹងពិបាកចិញ្ចឹមអត់ទេកូន12ខ្ញុំគិតថាឥឡូវក្មេងពិបាកដែរចៅពិបាកប្រាប់អស់ច្រើនណាកូនខ្ញុំអត់និយាយផលមានថ្ងៃថ្មហ្នឹងខ្ញុំប៉ាតងប៉ុន្តែពិបាកចិញ្ចឹមអត់ទេ12នាក់ព្រោះអីច្រើនមែនតើពិបាកដល់ខ្ញុំបើក្មេងឥឡូវកូនតែ1កូន12ស្រីថាពិបាកអីប៉ុន្តែលោកយាយកូនដល់12ចន្ទប់ណាមកកើតចុកងាប់ចុកកើតចង្ក្រៀមហ្នឹងវាអត់បាយអត់ទឹកហូបហ្មងប៉ុន្តែពេលដែលមិនទាន់ស្លាប់នៅវានៅអញីទាំងអស់អញីទាំងអស់ហើយឲ្យរៀនទៅដល់ខ្លះដល់តកែវខ្លះដល់ពេញអាមួយបងរៀនពេញអាមួយកដាលអាហ្នឹងរៀនតកែវមានប៉ុន្តែដល់អានៅ12អញ្ចឹងទៅលោកយាយធ្វើមិនទៅមើលអាណាចោលអាណាទៅអាណាចូលមកចេះមើលប្អូនបើខ្ញុំជុងដល់មានប្អូនមួយបងគេហ្នឹងពោះអាសំអាហ្នឹងគេនៅយូរហ្នឹងហើយប្តីខ្ញុំឡើងទៅជួបវាមកទៅពីបាយបញ្ចប់កូនខ្ញុំទៅជើងលោកក៏ដោយទៅណាក៏ដោយគាត់ចេះថែកូនហើយប្តីខ្ញុំតែដល់ប៉ោចទៅណែហែកថៃពីព្រែកតលីងមកម៉ែខ្ញុំទូលមកតនូលពេលដែលទទួលបានកូន12ហ្នឹងដោយសារស្វាមីដោយសារប្តីលោកយាយចង់បានកូនច្រើនយ៉ាងដែរឬមួយក៏គាត់មិនដឹងធម្មតាមកយើងគេចៃហើយម៉ែឲ្យទុកដាក់កុកទុកដាក់ឲ្យយើងក៏ប្រែព្រោះថាមិនយកគេវាមិនកើតអត់មានថ្នាំពជាកំណើតអីទេកាលពីមុនអត់មានសតបើមានលោកយាយប្រើថ្នាំពជាកំណើតអីលើអត់ទេអត់ដឹងអត់ដឹងខ្ញុំនិយាយតែតងមកនិយាយហែមតែរត់នៅខាងទៀតម៉ែមិនចាំាន់នឹងអីខ្ញុំផាត់តែថ្នាំគាត់នឹងតាមត្រង់ទលេគាត់ទូលមកដល់ផ្ទះចង់និយាយពីសុខភាពវិញចង់ជំរាបសួរលោកយាយថាមិនបានអត់ដែលឈឺសោះទុកមិនក៏មានខ្យល់មានអីដែរចឹងដែរខ្យល់មានខ្យល់មានអីទៅយើងដើរទៅវិលមកកោសដែរណាមករៅនេះហើយបដើមអត់ទេចាប់អានេះចាប់កែងចាប់គៀនផ្លូវចឹងចាប់អាហ្នឹងបែកអានេះណែបាទពីដើមមកអត់មានណាចេះកោសចោលអត់ដែលជាមានកោខ្យល់ទេគ្រាន់តែចាប់ដូចយើងម៉ាស្សាអញ្ចឹងបាទខ្មោចទំមួខាត់ចាប់ហើយចាប់វាត្រង់ប៉ោកបាទប៉ុណ្ណឹងហើយដល់ម្ចាស់ធំមកចឹងប៉ុន្តែលោកយាយហូបតែក្តាមខ្យងមន់ទាកពិចកពុកមិនបានអត់ឈឺខ្ញុំឆ្ងល់ដែរដល់អញ្ចឹងអត់ឈឺនៅតែរៅហ្នឹងមកអន់បាយទៅវាលមូលពោះសម្អាយហ្នឹងលមូលពោះប៉ុន្តែលោកយាយអត់ឈឺអត់អីសោះអញ្ចឹងលោកយាយគិតថាដោយសារលោកយាយធ្វើអំពើល្អទេបានវាមិនមានជំងឺបៀនថាអញ្ចឹងតាមផលតាមកម្មខ្ញុំចាអ្នកដែលធ្វើអំពើមិនសូវល្អអាចធ្វើឲ្យមានជំងឺឲ្យមានអីអញ្ចឹងឬមួយក៏មិនអញ្ចឹងទេខ្ញុំចេះថាទៅទេអត់ទេចៅតែអញ្ចឹងមកជួកូនក្មួយនៅចិត្តគ្នាទាំងអស់ហើយឃើញម្ដងមកចាស់ហ្នឹង2ឆ្នាំ3ឆ្នាំហូបអត់ដែរយើងអាថៃក៏ទៅហឹងមកពីស្រុកគេហើយណែមកហូបថៃទៅមកដឹងហូបអាខ្នងហ្នឹងរៀកម្ដងនៅយកចាវយាយហែមយកវាមកដាក់ក្រុមដាក់អីអស់ប្រហែល4-20ប្រោកម្ដងដែរលោកយាយខ្លួនឯងហ្នឹងតែម្ដងហ្នឹងទេតែម្ដងហ្នឹងតើគ្នាមករៅមកដោយសារហូបគ្រឿងសមុទ្រហ្នឹងលោកយាយថាលោកយាយអត់ដែលមានជំងឺអីសោះតែម្ដងប៉ុន្តែខ្ញុំកលេចទៅឃើញកលោកយាយមិនបានប៉ោងអាហ្នឹងពកហ្នឹងពកតាំងពីក្មេងមកពកតាំងអាយុ7-10មកខ្ញុំកូនមួយប៉ុន្តែអត់ធ្វើទុកអីទាំងអស់អត់កអីមានស្អីក៏លេខ1ស្អីក៏លេខ1អត់អីអត់មានរំខានជីវិតអីមិនតិចសោះអត់ប៉ុន្តែឥឡូវហ្នឹងទៅហូបមិនបានដែរធំក្រៅពីពកតូចតាចអញ្ចឹងហ្នឹងគឺអត់មានអីសោះតែម្ដងស្អីក្នុងខ្លួនតែបន្តិចទេខាងក្នុងខាងក្រៅអីអត់ឥឡូវហ្នឹងឲ្យតែមានរបស់ឆ្ងាញ់ហូបគឺថាហូបបានដូចក្មេងៗអញ្ចឹងហ្នឹងដូចគ្នាប៉ុន្តែវាធំ
ធំអីខ្លះហើយឥឡូវធំមកដូចថាហូបចឹងទៅបានតិចចៅបាទឥឡូវហ្នឹងនៅចង់ហូបអីដែលនៅក្នុងអារម្មណ៍ថាអាយុ91ហើយប្រាថ្នាចង់ហូបអីដែលឆ្ងាញ់ចង់អត់មាននឹកខុសឃ្លានស្អីសោះអត់មានឃ្លានស្អីមានឥឡូវហ្នឹងកូនចៅគេទិញទឹកផ្លែឈើមកចេះក្រែបអាហ្នឹងជូអែមនេះអាចទៅដោះគោឥឡូវហ្នឹងទៅដោះគោហើយនឹងទឹកសដែកណាហូបបានច្រើនមួយទៀតឃើញស្លឹកត្រចៀកលោកយាយធំហើយគេធ្លាប់ប្រាប់ខ្ញុំថាឲ្យតែមនុស្សណាមានស្លឹកត្រចៀកធំអាយុវែងអញ្ចឹងមែនអត់ទេដឹងអីខ្ញុំអត់ដឹងដែរបើកើតមកអញ្ចឹងប៉ិនធ្លាប់ឮគេថាអញ្ចឹងអត់ទេឮគេនិយាយអញ្ចឹងដែរហើយអត់ដឹងគឺយើងត្រចៀកធំត្រចៀកតូចអីអត់ដឹងឥឡូវលោកយាយអាយុ91ហើយលោកយាយដូចជារៀងចំណាស់បន្តិចដែរហើយប៉ុន្តែសុខភាពនៅល្អមែនទែនលោកយាយគិតថាលោកយាយអាចមានអាយុដល់ប្រមាណបើគិតខ្លួនឯងមើលទៅដឹងទេលោកដឹងតាមផលខ្ញុំបានតែប្រមាណក៏ដែរប៉ុន្តែអាចចង់បានប្រមាណទេ110 120អត់ទេដឹងអីទេខ្ញុំអត់ដឹងប៉ុន្តែដែលធ្លាប់គិតទេថាចង់បានប្រហែលជាប្រមាណដែរដើម្បីនៅមើលកូនចៅតទៅទៀតចង់មិនចង់អត់ទេចង់ទៅរស់បានយូរបន្តិចមើលកូនមើលចៅអាណិតគ្នាខកវាចោកចង្គ្រាមមកចង់បានអាយុប៉ុន្មានទៅមើលទៅខ្លួនឯងដឹងមិនហ៊ានថាប៉ុណ្ណឹងតាមចិត្តលោកយាយប្រហែលប៉ុន្មានដែរបានយូរបន្តិចទៅប៉ាន់ដឹងធ្វើម៉េច110អីហ៎ប៉ាន់ចង់បានអត់ទេ110ចង់បាន120ចង់បានប្រហែលក៏ចង់បានដែរមិនទាន់ចង់ស្លាប់ទេខ្ញុំឮគេនិយាយថាចេះថាមនុស្សយើងនៅពេលដែលកាន់តែចាស់ទៅចេះតែភ័យខ្លាចនឹងសេចក្តីស្លាប់អញ្ចឹងមែនអត់ទេខ្ញុំអត់ខ្លាចតាមផលខ្ញុំថ្ងៃណាក៏ដែរដឹងធ្វើម៉េចឲ្យយកជីវិតមិនខ្លាចទេសេចក្តីស្លាប់ប៉ុន្តែបើរស់បានយូរក៏កាន់តែល្អហ្នឹងខ្ញុំរស់បានយូរបានល្អបាទប៉ុន្តែមិនខ្លាចទេរឿងស្លាប់អត់ខ្លាចទេដឹងធ្វើម៉េចតាមផលខ្ញុំតាមខ្ញុំចាស់បានតែបានក៏ដោយចាច់ទេវតាលោកមើលមកចាស់ខ្ញុំចង់សួរអារម្មណ៍របស់លោកយាយអាយុ91ហើយជីវិតចុងក្រោយលោកយាយចង់នេះថាចង់ឃើញអីគេចង់ឃើញថាកូនចៅនឹងមានផ្ទះមានសម្បែងមានទ្រព្យសម្បត្តិល្អអញ្ចឹងឬមួយយ៉ាងម៉េចស្អីគេដែលជាក្តីសម័យចុងក្រោយរបស់លោកយាយខ្ញុំនឹកឃើញចឹងដែរចុះបើអស់តែអស់ដីអស់ទឹកអស់គោអស់ពេលគាត់អានោះអីអស់រួចអាបោតអស់អីមានស្អីមានខ្លួនទេអាកូនក៏អត់អាម៉ែក៏អត់សម្ងាយនេះធ្វើហូបចាក់ទៅឲ្យខ្ញុំខ្លះវាហូបខ្លះទៅប៉ុន្តែលោកយាយចង់បានអីចុងក្រោយជាក្តីសង្ឃឹមចុងក្រោយថាចង់ឲ្យចៅចង់ឲ្យកូននឹងមានបានចាំខ្ញុំឲ្យទៅរស់ចៅលោកអត់មានគិតគូចង់បានអីពីចៅទេឲ្យតែបានខ្ញុំហូបបំខ្ញុំស្រាប់ចាប់តាំងពីលោកយាយដឹងក្តីមកហើយជាពិសេសចាប់តាំងពីពេលរៀបការអាយុ16មកដល់អាយុ91ឆ្នាំនេះលោកយាយគិតថាជីវិតប្រហែលជាជាប់បើខ្ញុំគិតមើលទៅជិត100ឆ្នាំហើយបើខ្ញុំគិតមើលទៅលោកយាយពេញចិត្តនឹងជីវិតទេសប្បាយនឹងជីវិតទេឬមួយក៏ជីវិតនឹងរៀងពិបាកដែរតាំងពីកើតមកសប្បាយដែរដឹងធ្វើម៉េចចេះតែចាំហួងគេឯងចឹងពីដើមការខ្ញុំយកចំណេញច័ន្ទខ្សែអស់តែ40,000អស់សាវៃកតិនអស់ជ្រូក3ហើយស៊ីកាកទេលខ្នោតទេផ្ទះយើងកាហូតតោកចុកពីដើមកាលើផ្ទះណាកាលើផ្ទះបាទហើយដាក់ស្ពកហុចស្ពកចឹងមកផ្ទះខ្ញុំគេសង់ឲ្យធំដែរហើយដល់ឥឡូវកាសិតតែមានតុកមានអីវិញហ្នឹងពីដើមស្ពកហូបលើផ្ទះប្រវែងចេះចឹងដាក់លើផ្ទះភ្ញៀវចង់ជំរាបសួរលោកយាយដោយសំណួរខាងដើមមិញអញ្ចឹងថាក្នុងរយៈពេល91ឆ្នាំនៃអាយុរបស់លោកយាយហ្នឹងលោកយាយសប្បាយចិត្តឬមួយក៏មិនសូវសប្បាយចិត្តនឹងជីវិតទេសប្បាយចិត្តបើរស់បានយូរបន្តិចសប្បាយចិត្តមើលគេមើលឯងមិនតូចចិត្តនឹងជីវិតទេអត់មានតូចជីវិតទេបាទហ្នឹងសុំសំណួរចុងក្រោយមួយទៀតលោកយាយទេអត់វិញសោះតែម្ដងអីអត់វិញអត់អីភ្នែកក៏នៅព្រឺមើលចឹងតែត្រីឯងមើលឃើញភ្នែកភ្លឺអារម្មណ៍នៅចងចាំហ្នឹងហើយតាជាអង្គថ្លង់បើថ្លង់ល្មមមិនថ្លង់ធ្ងន់ថាគេហៅមលឺណាតាជាក៏នៅគួរសមភ្នែកមើលបានភ្នែកមើលបានត្រឹមធ្លាត្រឹមគំនិតនៅល្អមិនបានល្អយ៉ាងដូចនេះខ្ញុំនៅតែមិនទាន់យល់ទេកូនចៅវាធ្វើការធ្វើងារវាមិន
ដូចខ្ញុំពីដើមនឿយប៉ុន្តែនឿយហើយđấyបានអត់ឈឺនេះវាពងឆ្ងល់ចឹងទៅវិញដឹងអីបើដឹងដែរទូលហើយតែប្តីខ្ញុំហែងមកម៉ែខ្ញុំទូលមកទំនួលទេបើគាត់ត្រង់មេតអត់ដែរមកតាចាំប្តីខ្ញុំស្លាប់តាំងឆ្នាំ84មកឆ្នាំអូបាទស្រឡាញ់គាត់ខ្លាំងអត់ទេលោកយាយសួរសំណួរចំក្រោយមួយទៀតប្តីប៉ុណ្ណាមិនស្រឡាញ់គ្នាដឹងធ្វើម៉េចចាប់យើងវាដើមតែម៉ែទុកឪពុកដាក់ឲ្យអាហ្នឹងដោយសារស្រឡាញ់ច្រើនហ្នឹងឯងបានកូនមានដល់តែ12ចាអរគុណលោកយាយចាបាត់ជកានៅនីតិចុងក្រោយគឺជានីតិបទចការយើងនិយាយអំពីអ្នកប្រកបរបរលក់ដូរនៅកំពង់ចម្លងអ្នកលឿងបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនចំពោះការបាត់បង់មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃខណៈស្ពានអ្នកលឿងបានដាក់ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី6ខែមេសាឆ្នាំ2015នេះអ្នកប្រកបរបរលក់នំចំណីដែលលក់ដូរពឹងអាស្រ័យទៅលើអ្នកដំណើរដែលឆ្លងកាត់តាមសាឡាងបាននិយាយទាំងអស់សង្ឃឹមថាពួកគាត់នឹងបាត់បង់មុខរបរលក់ដូរប្រចាំថ្ងៃចំណែកឯអ្នកខ្លះបន្ទាប់ពីស្ពានធ្វើរួចខ្លួនមិនដឹងធ្វើអ្វីឡើយហើយត្រូវទៅទីណានោះទេនាងកញ្ញាលោកលោកស្រីដើម្បីជ្រាបច្បាស់ព័ត៌មាននេះសូមស្ដាប់បទយការដែលរៀបចំចងក្រងដោយម៉ៅសំណាងដូចតទៅនំនេះមកថងតែ 1,500 ទេលោកនំអានេះនំទ្រាំអានេះនំលេខធំនេះនំលេខតូចសម្លេងមុននេះជាការលើកឡើងរបស់ស្ត្រីលក់ដូរនំនែកបន្តិចបន្តួចនៅកំពង់ចម្លងអ្នកលឿងត្រើយខាងកើតនៅក្នុងសម្លៀកបំពាក់អាវដៃវែងពណ៌សមានសភាពចាស់ពាក់មួកស្លឹករំចេកដោយមានក្រមារុំពីខាងក្រៅដៃទាំងសងខាងមានកាន់នំនែកជាច្រើនថង់ដើរផងរត់ផងដើម្បីលក់នំឲ្យអ្នកដំណើរនោះអ្នកស្រីឈុនសុផាតបាននិយាយថានៅពេលស្ពានអ្នកលឿងត្រូវបានដាក់ឲ្យប្រើប្រាស់មុខរបរលក់នំនែកបន្តិចបន្តួចរបស់អ្នកស្រីប្រហែលជាគ្មានសង្ឃឹមថានឹងអាចបន្តលក់បានទៀតទេខ្ញុំលក់នំលាជនំត្នោតនំទ្រាំហើយ 4-10 ឆ្នាំហើយក្មួយដូចជាដាច់មុខរបរហ្នឹងហើយក្មួយពលលក់បានទៅតាមផ្លូវហ្នឹងដែរហ្នឹងដល់ពេលឡានមិនស្ទះអញ្ចឹងគេទៅរហូតអញ្ចឹងមីងបានអីលក់ស្ដាយក្មួយស្ដាយតែនឹងធ្វើម៉េចមួយថ្ងៃមីងរកបាន25,000ទៅ30,000អញ្ចឹងដែរក្នុងមួយថ្ងៃហ្នឹងគេអាចចំណេញណាអត់មានបានមុខរបរអីលក់ទេអ្នកស្រីឈុនសុផាតបានបន្តនិយាយទាំងអស់សង្ឃឹមថារបរលក់ដូររបស់អ្នកស្រីបានជួយផ្គត់ផ្គង់ដល់ការចំណាយរបស់គ្រួសារអ្នកស្រីបានយ៉ាងច្រើនអ្នកស្រីមានការសោកស្ដាយបំផុតចំពោះការបាត់បង់មុខរបររបស់ខ្លួនដែលធ្លាប់រកស៊ីជាង10ឆ្នាំកន្លងទៅអ្នកស្រីមិនដឹងថានឹងទៅប្រកបរបរអ្វីជាបន្តទៀតនោះទេបន្ទាប់ពីស្ពាននេះដាក់ឲ្យប្រើប្រាស់ជាផ្លូវការជួយបដោះពេលម្ដងម្កាលអញ្ចឹងរាល់ថ្ងៃហ្នឹងខ្ញុំសម្រាប់ពីការងារចំការមកខ្ញុំអាចមកលក់អាហ្នឹងបាននំហ្នឹងបានតាមហ្នឹងបានដូចថាលុយកាក់ទិញម្ហូបទិញអីថ្លៃបងទឹកបងភ្លើងអីហ្នឹងណាក្មួយទិញក៏ទិញអីហូបខ្លះចឹងទៅកាលណាយើងដាច់ពីស្រែហ្នឹងណានៅមិនឆ្ងាយពីជួររថយន្តតែកំពុងតម្រៀបគ្នាបំរុងចុះឆ្លងសាឡាងអ្នកនាងខាត់សម្បូរមានវ័យ27ឆ្នាំជាអ្នកលក់ភេសជ្ជៈនិងទឹកផ្លែឈើបាននិយាយថាប្រាក់ចំណេញតិចតួចដែលបានមកពីការលក់ដូរបានចូលរួមចំណែកជួយដល់គ្រួសាររបស់នាងប៉ុន្តែនៅពេលដែលស្ពានត្រូវបានគេដាក់ឲ្យប្រើប្រាស់អ្នកលក់ភេសជ្ជៈនិងទឹកផ្លែឈើរូបនេះថាមិនដឹងជាត្រូវធ្វើអ្វីបន្តទៀតឡើយជំរើសមួយសម្រាប់អាជីវករលក់ថ្មើរជើងរូបនេះគឺប្រហែលជានឹងទៅធ្វើជាកម្មកររោងចក្រចំនួនហ្នឹងចូល8-9ឆ្នាំហើយអត់ទៀងជួនកាល8,000 10000តាមថ្ងៃណាលក់ដាច់គឺអត់ដាច់ខ្ញុំលក់មានកកស៊ូហើយនឹងទឹកផ្លែឈើគ្រប់មុខហ្នឹងហើយទឹកសតជួយគិតគង់លុយ8,000ទិញម្ហូបទិញកហ្នឹងក៏ប៉ុណ្ណឹងគឺថាឲ្យសល់មានសល់តែតាមអ្នកគេបើកឡានល្អតែសម្រាប់ខ្ញុំដឹងរកអីទៀតទេមិនដឹងថាទៅធ្វើអីទេបើកូនទៅបាន10ខែជាងទៅកៅរោងចក្រទៅធ្វើមិនទាន់កាត់ចាហើយរោងចក្រគេផលិតវាចិត្តហ្នឹងនឹងបានទៅអត់ផងណាមួយវាមិនដឹងលក់ស្អីបើស្ពានជាប់ហើយមានឡានណាទៀតស្ពានគេឡានគេបើកតាមស្ពានអស់ហើយមិនខុសគ្នាពីអ្នកលក់ទាំងពីររូបមុននេះឡើយអ្នកលក់នំអន្សមម្លូស្លានិងនំនែកមួយចំនួននៅច្រកចំណតម៉ូតូអ្នកស្រីសុខាក៏បានបង្ហាញពីកង្វល់របស់ខ្លួនដែរថាជារៀងរាល់ថ្ងៃអ្នកស្រីអាចរកប្រាក់បានពី20,000ទៅ30,000រៀលប្រាក់ដែលបានមកពីការលក់ដូរទាំងនោះអាចល្មមសមស្របសម្រាប់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារអ្នកស្រីកបមុខរបរនឹងយូរឆ្នាំហើយ4-20ឆ្នាំហើយរាល់ថ្ងៃអ្នកលក់ច្រើនជាងអ្នកទិញតាមបេនឡានតាមអីលក់ទឹកលក់អីច្រើនចា
ជូនបាន 20000 ជូនចំណេញ 30000 ថ្ងៃណាអស់ទៅចំណេញថ្ងៃណាមិនអស់ទៅអត់ចំណេញទេឆ្លើយតបទៅនឹងសំណួរថាតើបន្ទាប់ពីស្ពានអ្នកលឿងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការអ្នកស្រីនឹងប្រកបរបរអ្វីបន្តអ្នកស្រីសុខាបាននិយាយថាតែមិនបោតម្រូវអង្គការគេត្រូវស្ពានហើយធ្វើមិនបោវាហើយដល់ហើយយើងចាប់យើងមានទៅរកកន្លែងណាទៀតទេប៉ុន្តែត្រង់ទៅរកស្រែចំការដែរខ្ញុំលក់ប៉ុន្តែដឹងទៅលក់តាណាទេមិនទាន់គិតទេតាមផ្ទះទៀតមិនដឹងតាមតាណាមិនដឹងទេមិនដឹងមុខរោងចក្ររឿងអីមិនដឹងតាណាទេមិនទាន់ដឹងពិតប្រកបទេអង្គុយលក់ដូរជាប់នឹងអ្នកស្រីសុខាស្ត្រីវ័យចំណាស់ម្នាក់ទៀតបាននិយាយថារយៈពេលជាង30ឆ្នាំហើយដែលគាត់បានលក់ដូរនៅកំពង់ចម្លងអ្នកលឿងនេះស្ពានដាក់ឲ្យប្រើប្រាស់គាត់នឹងឈប់ប្រកបរបរនេះហើយនឹងទៅប្រកបរបរធ្វើស្រែចម្ការនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារវិញតជាប់យ៉ាប់ដែរនោះបាក់រកកន្លែងដែរណាក៏មិនឃើញផងបាក់ដូចថាយើងធ្លាប់រកលុយចូលចំណាយចូលរាល់ថ្ងៃដល់យើងមិនដឹងទៅស៊ីបឹងអីយើងក៏បាក់អញ្ចឹងយើងធ្លាប់នៅស្រុកនោះយើងដីយើងទូចឹងអត់មានមុខរបរអីផងចង់ទៅរកស៊ីឈ្នួលគេហ្នឹងដឹងស៊ីដៅណាទេចាំមើលសិនដល់ដឹងស៊ីដៅច្បាស់លាស់ទេចង់ធ្វើស្រែដឹងធ្វើអីដឹងហ្នឹងព្រោះយើងចាស់ចង់ធ្វើស្រែចាំមន់ចាំទាឲ្យហូបលក់នៅចំណតឡានម៉ូតូត្រើយខាងលើមិនអស់ចិត្តរត់មកលក់នៅលើសាឡាងបន្តទៀតខណៈដែលសាឡាងកំពុងចេញដំណើរគឺកុមារីលីនដាមានអាយុ12ឆ្នាំដោយដៃមានកណ្ដៀតថាសដាក់ពងទាសម្រាប់លក់ពេញលីនដាថាសមាជិកក្រុមគ្រួសាររបស់គេទាំងអស់បានប្រកបរបរលក់ដូរនៅទីនេះដោយគ្មាននរណាម្នាក់នៅទំនេរឡើយសូម្បីតែរូបគេត្រូវទៅរៀនក៏ឆ្លៀតមកលក់ដូរនៅកំពង់ចម្លងនេះមួយពេលដែរចង្ការខ្ញុំរៀនព្រឹកទៅលក់ថ្ងៃចង្ការរៀនថ្ងៃលក់ព្រឹកលក់ប្រហែលជា 2-3 ឆ្នាំហើយហ្នឹងក្នុងផ្ទះណាលក់4នាក់អត់មានណាគេនៅផ្ទះធប់ផងហ្នឹងចង្ការលក់ទឹកលក់ផ្លែឈើលក់បង្ទៀបបង្គ្រូចអីចឹងទៅយើងធ្លាប់នៅហ្នឹងធ្លាប់លក់ដល់ពេលគឺធ្វើស្ពានហើយស្ងាត់អត់មានអ៊ូអវាលក់អត់សូវដាច់ឥឡូវវាកាន់តែធ្វើស្ពានហើយវាកាន់តែមនុស្សគេអត់សូវទិញកាន់តែតិចទៅកុមារីលីនដាថានៅពេលសាឡាងឈប់ដំណើរការខាងមុខនេះគេនឹងឈប់លក់ដូរនៅទីនេះទៀតហើយខ្ញុំមកផងហ្នឹងខ្ញុំគិតថាបើស្ពានធ្វើហើយខ្ញុំទៅនៅពេញទៅអីគេទៅនៅមួយយាយទៅមុខរបរអីទៀតមើលទៅខ្ញុំមិនដឹងដែរអត់ទាន់មើលឃើញផងហ្នឹងសូមបញ្ជាក់ថាស្ពានអ្នកលឿងជាស្ពានប្រភេទស្ពាន Highway ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ពីខេត្តកណ្ដាលទៅខេត្តព្រៃវែងស្ពានអ្នកលឿងឬហៅឈ្មោះជាភាសាជប៉ុនថាស្ពានស៊ូបាសាស្ពាននេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2011ចំណាយទឹកប្រាក់អស់$130 លានសហរដ្ឋអាមេរិកជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃទី6ខែមេសានេះរដ្ឋាភិបាលកម្ពុជាបានដាក់សម្ពោធឲ្យប្រើប្រាស់ស្ពាននេះជាផ្លូវការស្ពានអ្នកលឿងឬស្ពានស៊ូបាសានេះតភ្ជាប់ពីស្រុក2ស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេមេគង្គក្រោមនៃស្រុកលើកដែកខេត្តកណ្ដាលនិងស្រុកពាមរខេត្តព្រៃវែងស្ពាននេះមានប្រវែងបណ្ដោយ 2215 ម៉ែត្រនិងទទឹង13ម៉ែត្រកន្លះពីខ្ញុំម៉ៅសំណាងវិទ្យុស្ត្រី FM 102កញ្ញាលោកស្រីជាទីមេត្រីកម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុស្ត្រី FM 102ដែលសហការផលិតដោយគេហទំព័រថ្មី .com បានមកដល់ទីបញ្ចប់ហើយនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយសូមជូនពរប្រិយមិត្តទាំងអស់ជួបតែក្តីសុខនិងក្តីចម្រើនសូមអរគុណដល់ក្រុមព័ត៌មានរបស់វិទ្យុស្ត្រី FM 102និងក្រុមព័ត៌មានរបស់គេហទំព័រថ្មី .com ខណៈនេះដែរនេះខ្ញុំសាយពិសីព្រមទាំងក្រុមការងារទាំងអស់សូមអរគុណសូមជម្រាបលាព័ត៌មានប្រចាំថ្ងៃនាំមកជូនដោយវិទ្យុស្ត្រី FM 102និងគេហទំព័រថ្មី .com